សញ្ញាមួយចំនួនដែលបញ្ជាក់ថាយោធាថៃកំពុងតែចាញ់កម្ពុជានៅលើសមរភូមិជាក់ស្ដែងប្រិមត្តទស្សនិកជនជាទីគោរពមេត្រីយើងទៅបន្តតាមដានព័ត៌មានថ្មីដែលតាក់ទងទៅនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃនៅថ្ងៃទី14ខែធ្នូឆ្នាំ2025នេះគិតមកដល់ថ្ងៃនេះគឺមានរយៈពេល7ថ្ងៃហើយដែលថៃបានបើកប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជាយ៉ាងពេញមុខពេញមាត់ហើយថៃក៏បានប្រកាសប្រាប់ពិភពលោកថាថៃនឹងមិនឈប់បាញ់ទៅតាមសំណើរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏ដូចជាលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានឆ្នាំ2025នេះទេបើទោះបីជាលោកដូណាល់ត្រាំបានចេញមុខសារជាថ្មីសម្របសម្រួលឲ្យមានបទឈប់បាញ់ជាលើកទី2ក៏ដោយតើហេតុអ្វីបានជាថៃមិនព្រមឈប់បាញ់បាទនោះគឺជាហេតុផលចម្បងដែលយើងបានដឹងច្បាស់ថាប្រទេសថៃនៅមិនទាន់ទទួលបានអ្វីដែលគេចង់បានទេមានន័យថាថៃបានចំណាយច្រើនណាស់បាទនៅក្នុងសង្គ្រាមទាំងពីរលើកនេះបាទទាំងលើកទី1សង្គ្រាម5ថ្ងៃបាទកាលពីខែកក្កដាកន្លងទៅបាទហើយសង្គ្រាមលើកទី2ចាប់ពីថ្ងៃទី7ខែធ្នូ2025ដែលថៃបានបើកការបាញ់ប្រហារមកលើទីតាំងយោធាកម្ពុជាហើយត្រូវបានកម្ពុជាប្រកាសតបតការពារទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី9ខែធ្នូហើយរហូតមកដល់ពេលនេះបាទយើងឃើញថាសកម្មភាពបាទនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបាទគឺចាប់ពីខេត្តព្រះវិហារបាទរហូតដល់ខេត្តកោះកុងយើងឃើញថាថៃបានបើកប្រតិបត្តិការបាទឈ្លានពានបាញ់ផ្លោងចូលជាច្រើនសមរភូមិបាទមានដូចជាសមរភូមិភ្នំខ្មោចសមរភូមិអានសេះបាទសមរភូមិជាំតែបាទមានសមរភូមិប្រាសាទព្រះវិហារភ្នំទ្របបាទក៏ដូចជានៅខាងខេត្តឧត្តរមានជ័យបាទមានប្រាសាទខ្នាប្រាសាទតាក្របីថ្មដូនប្រាសាទតាមន់បាទហើយទិសនៅខាងខេត្តបន្ទាយមានជ័យវិញបាទមានដូចជាបឹងតគួនបាទមានភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទហើយខាងខេត្តបាត់ដំបងបាទមានខាងស្រុកសំពៅលូនបាទខាងខេត្តពោធិ៍សាត់ឯណោះបាទគឺមានដូចជានៅខាងថ្មដាស្រុកវាលវែងចំណែកឯខេត្តកោះកុងម្សិលមិញនេះថៃក៏បានបើកប្រតិបត្តិការបាញ់ផ្លោងចូលដល់កោះយ៉នៃខេត្តកោះកុងផងដែរបាទហើយឥឡូវនេះព័ត៌មានចុងក្រោយបាទដែលទទួលបាននោះគឺថាថៃបានបរាជ័យបាទយ៉ាងធ្ងន់ធ្ងរមានន័យថាថៃបានរងគ្រោះយ៉ាងដំណំនៅក្នុងសង្គ្រាមជាលើកទី2នេះបាទនេះហើយគឺជាមូលហេតុចម្បងបាទដែលថៃមិនព្រមអនុវត្តបទឈប់បាញ់ទេបាទដូច្នេះមានន័យថាគេមិនទាន់ឈ្នះបាទនៅលើសមរភូមិទេបាទគឺគេចំណាយកម្លាំងអស់ច្រើនណាស់ប្រិមិត្តបាទតាមរបាយការណ៍បែកធ្លាយពីផ្ទៃក្នុងប្រទេសថៃបាទយើងឃើញថាយោធាថៃស្លាប់ជាង 4000 នាក់បាទហើយជិត 10000 នាក់ទៀតបាទរងរបួសកំពុងតែនៅមន្ទីរពេទ្យនេះគឺជារបាយការណ៍មួយពីផ្ទៃក្នុងនៃកងទ័ពថៃដូច្នេះហើយបានជាយោធាថៃគឺក្រពុលមុខខ្លាំងបាទដោយគេគឺបរាជ័យបាទយ៉ាងដំណំនៅក្នុងសមរភូមិបាទត្បិតថាគេបានចំណាយច្រើនបាទក៏ប៉ុន្តែមិនទាន់បាទទទួលបានអ្វីដែលគេចង់បានបាទគឺឈ្លានពានទឹកដីកម្ពុជានោះប្រិមត្តទស្សនិកជនបាទរឿងនេះគឺថៃនឹងប្រឈមមុខបាទទៅនឹងការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរបើសិនជារឿងនេះបាទបែកធ្លាយហើយថៃមិនអាចទប់បាទលាក់បាំងព័ត៌មាននេះបានយូរទេបាទត្បិតថាថៃគឺកន្លងទៅនេះបាទគឺតែងតែប្រើប្រាស់ទីហ៊ានដែលគេកែនបាទយកមកច្បាំងបាទមានព័ត៌មានបែកធ្លាយមកថាឥឡូវនេះបាទថៃបានចាប់ផ្ដើមបាទដើរចាប់ទាហានតាមភូមិស្រុកបាទឬក៏យកអ្នកដែលមានទោសបាទយកមកពាក់អាវទាហានបាទដើម្បីបញ្ជូនមកសមរភូមិបាទអញ្ចឹងហើយបានជាថៃមិនទទួលស្គាល់បាទខ្មោចទាហានរបស់ខ្លួនខ្លះបាទដែលបានស្លាប់នៅលើសមរភូមិហ្នឹងគឺបាទថៃមិនរាប់ឈ្មោះទេដោយសារតែគេចាត់ទុកប្រជាជនថៃទាំងនោះបាទដូចជាសត្វដេរឆានអញ្ចឹងដូច្នេះហើយបានជាយើងឃើញថាតួលេខផ្លូវការដែលគេបានផ្សព្វផ្សាយហ្នឹងគឺមានត្រឹមតែ10នាក់តែប៉ុណ្ណោះបាទដែលនេះបាទគឺជាទិន្នន័យផ្លូវការដែលគេទទួលស្គាល់ចំណែកឯទាហានថៃបាទរាប់ពាន់នាក់ដែលងាប់នៅសមរភូមិនោះបាទគឺគេមិនទទួលស្គាល់ទេបាទហើយក៏មានព័ត៌មានខ្លះបាទគឺបានលើកឡើងថាភាគច្រើនបាទគឺជាថៃសុរិនបាទឬក៏ថៃបូរីរំបាទដែលចេះនិយាយភាសាខ្មែរខ្លះៗហ្នឹងប្រិមត្តទស្សនិកជនបាទឥឡូវនេះយើងទទួលបានព័ត៌មានបាទដោយសារតែក្រពុលមុខខ្លាំងបាទចាញ់គ្រប់សមរភូមិដូច្នេះបាទយើងឃើញថាថៃបានប្រើប្រាស់បាទឧបករណ៍សព្វាវុធបាទកាន់តែធ្ងន់ធ្ងរទៅបាទពីមួយថ្ងៃទៅមួយថ្ងៃដោយម្សិលមិញនេះគឺគេបានសម្រុកខ្លាំងមែនទែនបាទប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បាទមកដល់ទីតាំងជនស៊ីវិលបាទដូចជាស្ពានជាដើមផ្ដាច់ស្ពានបាទដែលចំណុចទាំងអស់នេះគឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបាទទៅលើច្បាប់សង្គ្រាមក៏ដូចជារំលោភបំពានសិទ្ធិមនុស្សដែលអន្តរជាតិគួរតែដាក់ទោសបាទគួរតែដាក់ទោសឲ្យខ្លាំងក្លាបំផុតបាទហើយឥឡូវនេះព័ត៌មានដែលទទួលបានហ្នឹងដោយយោងតាមការចុះផ្សាយដោយកាសែត The Nation នៅយប់ថ្ងៃទី13ខែធ្នូនេះបាទឃើញថាថៃបានបើកប្រតិបត្តិការជើងទឹកបាទជាពិសេសគឺបិទច្រកឈូងសមុទ្រព័ទ្ធដែនទឹកខេត្តកោះកុង
ជំនួយការអ្នកនាំពាក្យកងទ័ពជើងទឹកថៃបានអះអាងថាកងទ័ពជើងទឹកថៃនឹងគឺទទួលខុសត្រូវលើផ្ទៃទឹកជុំវិញភូមិចាំរៈបាទដែលប្រតិបត្តិការនៅទីនោះហើយការធ្វើដូច្នេះបាទគឺថៃមានលេសថាការពារទឹកដីនិងប្រជាជនរបស់ថៃបាទប្រិមត្តទស្សនិកជនហេតុអ្វីបានជានៅក្នុងឆ្នាំ2025នេះបាទថៃបានបើកប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជាយ៉ាងខ្លាំងក្លាបែបនេះបាទប្រៀបធៀបទៅនឹងចំនួនព្រំដែនកាលពីឆ្នាំ2008បាទនៅតំបន់ប្រាសាទព្រះវិហារឃើញថាថៃមិនទាន់ហ៊ានបាទប្រើប្រាស់អាវុធទំនើបក៏ដូចជាមានការផ្ទុះអាវុធរីករាលដាលតាមព្រំដែនទ្រង់ទ្រាយធំដូចនៅក្នុងឆ្នាំ2025នេះទេបាទអ្នកវិភាគមើលឃើញថានោះក៏ព្រោះតែបាទបញ្ហានៃការប្រែប្រួលរបស់ពិភពលោកនេះតែម្ដងជាពិសេសនោះបាទគឺយើងឃើញថាប្រទេសរុស្ស៊ីក៏បានបើកប្រតិបត្តិការបាទធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនហើយប្រទេសអ៊ីស្រាអែលបាទក៏បានបើកប្រតិបត្តិការឈ្លានពានតំបន់ប៉ាឡេស្ទីនចំណុចទាំងអស់នេះហើយដែលជាគំរូសម្រាប់ប្រទេសថៃហើយថៃគិតថាបើរុស្ស៊ីជាប្រទេសធំអាចឈ្លានពានអ៊ុយក្រែនដែលជាប្រទេសតូចបានអ៊ីស្រាអែលជាប្រទេសមានសព្វាវុធមានអាមេរិកគាំទ្រអាចវាយប្រហារនៅតំបន់ហ្គាហ្សាបានបាទនោះថៃក៏អាចបើកប្រតិបត្តិការឈ្លានពានកម្ពុជាដូចរុស្ស៊ីនិងដូចអ៊ីស្រាអែលដែរឃើញបែបនេះហើយបានជាយោធាថៃបានយកឆ្នាំ2025នេះបាទដើម្បីបើកប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជាតែម្ដងហើយស្របពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកាន់តែជ្រួលច្របល់និងកាន់តែតានតឹងខ្លាំងតានតឹងនោះក៏ព្រោះតែយុវជនថៃចំនួនថ្មីនេះបាទគឺមានការគាំទ្រគណៈបកប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកបាទគឺគណៈបកចលនាឆ្ពោះទៅមុខដែលពេលបច្ចុប្បន្ននេះបាទត្រូវបានប្តូរឈ្មោះមកជាគណៈបកប្រជាជនពេលនេះបកប្រជាជនគឺคล้ายជាបកប្រឆាំងបាទហើយបំណងរបស់បកប្រជាជនក៏ដូចជាគោលនយោបាយរបស់បកប្រឆាំងថៃនេះបាទគឺមានបំណងក្នុងការផ្លាស់ប្ដូរប្រទេសថៃបាទទៅជាប្រទេសសាធារណរដ្ឋបាទគឺដោយសហរដ្ឋអាមេរិកអញ្ចឹងបាទមិនមែនរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយពេលបច្ចុប្បន្នទេដូច្នេះហើយបានជាបកប្រជាជនឬក៏បកប្រឆាំងថៃនឹងបាទគឺមានបំណងក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចស្ដេចឬក៏ឈានដល់ការផ្ដួលរំលំស្ដេចតែម្ដងដោយមានសហរដ្ឋអាមេរិកនៅពីក្រោយឃើញស្ថានភាពដូចនេះហើយបានជាស្ដេចនិងយោធាថៃដែលជាស្ថាប័នពឹងពាក់គ្នាទៅវិញទៅមករួមដៃគ្នានៅក្នុងការកសាងប្រជាប្រិយភាពឡើងវិញហើយការកសាងប្រជាប្រិយភាពឡើងវិញនេះគឺគ្មានអ្វីក្រៅតែពីបើកប្រតិបត្តិការធ្វើសង្គ្រាមនោះទេតើប្រទេសថៃគួរធ្វើសង្គ្រាមជាមួយប្រទេសណាបាទនេះគឺជាសំណួរមួយដែលយោធាថៃបានដាក់សួរបាទថាតើគួរធ្វើសង្គ្រាមជាមួយនឹងប្រទេសណាបើមានប្រទេសចំនួន4ដែលនៅជុំវិញថៃនេះមានដូចជាប្រទេសភូមាមានដូចជាប្រទេសម៉ាឡេស៊ីមានដូចជាប្រទេសកម្ពុជានិងប្រទេសឡាវសម្រាប់ប្រទេសភូមាបាទយើងឃើញថាពេលបច្ចុប្បន្ននេះភូមាកំពុងតែជាប់ដៃបាទជាមួយនឹងសង្គ្រាមផ្ទៃក្នុងឬក៏សង្គ្រាមស៊ីវិលរបស់ខ្លួនបាទដែលពុំមានរដ្ឋាភិបាលគ្រប់គ្រងច្បាស់លាស់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិទេហើយបើសិនជាថៃសម្រេចចិត្តធ្វើសង្គ្រាមជាមួយភូមានោះថៃនឹងមានឈ្មោះអាក្រក់ឬក៏មិនទទួលបានការគាំទ្រខ្លាំងនោះទេពីប្រជាជនចំណែកឯនៅភូមិភាគខាងត្បូងវិញបាទដែលជាប់ទៅនឹងម៉ាឡេស៊ីឃើញថាសន្តានដីបាទជាមួយនឹងម៉ាឡេស៊ីបាទគឺមានលក្ខណៈតូចចង្អៀតបាទហើយកម្លាំងថៃនិងម៉ាឡេស៊ីក៏សឹងតែស្មើគ្នាដែរហើយមួយវិញទៀតបាទប្រជាជននៅខេត្តភាគខាងត្បូងនៃប្រទេសថៃនេះក៏មិនពេញចិត្តនឹងរដ្ឋាភិបាលថៃបច្ចុប្បន្នបាទរងចាំតែបះបោផ្ដាច់ទឹកដីចូលជាមួយនឹងម៉ាឡេស៊ីតែប៉ុណ្ណោះបើសិនជាថៃជ្រើសរើសម៉ាឡេស៊ីធ្វើសង្គ្រាមជាមួយនោះក៏មិនល្អប្រសើរនោះដែរត្បិតថាភូមិសាស្ត្រនិងប្រជាសាស្ត្របាទគឺមិនអំណោយផលនោះទេបើសិនជាថៃធ្វើសង្គ្រាមជាមួយនឹងភូមានោះកាន់តែឆ្កឹះឲ្យប្រជាជននៅខេត្តភាគខាងត្បូងកាន់តែក្តៅក្រហាយរឹតតែធ្វើឲ្យស្ថានភាពនៅភាគខាងត្បូងនៃប្រទេសថៃកាន់តែរង្គោះរង្គើកាន់តែខ្លាំងចំណែកឯកម្ពុជាគឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្របាទជាមួយនឹងថៃនេះបាទគឺធ្លាប់មានសង្គ្រាមជាមួយគ្នាជារឿយៗសម្រាប់ប្រជាជនក្រមជ្រុលនិយមថៃបាទគឺនៅក្នុងអារម្មណ៍ពួកគេមានការស្អប់កម្ពុជាជាពិសេសគឺក្រោយពេលដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានកាត់ក្តីឲ្យកម្ពុជាឈ្នះបាទលើរឿងក្តីប្រាសាទព្រះវិហារបានធ្វើឲ្យយោធាថៃបាទខឹងចិត្តជាខ្លាំងហើយបង្កើតគំនិតជ្រុលនិយមបង្កឲ្យមានការរើសអើងជាតិសាសន៍
បាទគឺបង្កឲ្យប្រជាជនថៃមួយចំនួនហ្នឹងស្អប់កម្ពុជាហើយបូករួមការពីពេលថ្មីកន្លងទៅនេះព្រឹត្តិការណ៍ SEA Games បាទក៏មានរឿងរ៉ាវរកាំរកូសបាទតាក់ទងទៅនឹងបញ្ហាបាទគុនខ្មែរនិងមួយថៃបាទដែលធ្វើឲ្យក្រមជ្រុលនិយមថៃមួយចំនួនហ្នឹងបង្កការវែកញែកបង្កើតឲ្យមានសតិអារម្មណ៍មិនល្អបាទចំពោះប្រជាជនថៃមកលើកម្ពុជាដូច្នេះហើយបញ្ហាប្រេះស្រាំបាទទាំងអស់នេះគឺងាយស្រួលណាស់បាទសម្រាប់ថៃបង្កចំនួនបង្កើនប្រជាប្រិយភាពហើយតាក់ទងទៅនឹងប្រទេសឡាវវិញបាទប្រទេសឡាវមានព្រំដែនមិនសូវស្មុគស្មាញទេជាមួយនឹងប្រទេសថៃដោយសារតែព្រំដែនមួយភាគធំហ្នឹងគឺបាទខ័ណ្ឌគ្នាដោយទន្លេមេគង្គបាទអញ្ចឹងមានការចែកដាច់ច្បាស់លាស់ដូច្នេះហើយបានជាថៃបាទគឺគិតថាមានតែកម្ពុជាទេបាទដែលថៃអាចឆ្កឹះយកបាទបញ្ហាព្រំដែនដើម្បីបង្កើនប្រជាប្រិយភាពឡើងវិញរហូតដល់ឈានដល់ការផ្ទុះអាវុធរហូតដល់2លើកបាទឥឡូវនេះយើងឃើញថាយោធាថៃនៅតែបន្តបើកប្រតិបត្តិការឈ្លានពានបាទកម្ពុជានៅឡើយនេះហើយគឺជាហេតុផលមួយចំនួនដែលយើងឃើញថាយោធាថៃបានប្រើប្រាស់កម្ពុជាដើម្បីបង្កើនប្រជាប្រិយភាពទប់ទល់ទៅនឹងចលនាបះបោរផ្ទៃក្នុងរបស់ថៃដែលចង់ផ្ដួលរំលំរបបរាជានិយមដែលរបបរាជានិយមនៃប្រទេសថៃក្នុងរជ្ជកាលទី10នេះបាទយុវជននឹងគឺមិនសូវចូលចិត្តបាទស្ដេចថៃនៅពេលបច្ចុប្បន្ននេះទេបាទត្បិតថាជាស្ដេចមួយដែលមានរឿងអាស្រូវជាច្រើនគេនៅចាំបានថាបាទក្រោយពេលដែលស្ដេចថៃនេះឡើងសោយរាជ្យបាទសេដ្ឋកិច្ចរបស់ប្រទេសថៃមិនសូវរុងរឿងទេបាទគឺមានសេដ្ឋកិច្ចដាំក្បាលចុះជាបន្តបន្ទាប់បាទជួបបញ្ហាបាទពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនហើយជាពិសេសនោះបាទគឺបញ្ហាគ្រោះធម្មជាតិបាទដែលកើតមានឡើងជាញឹកញាប់តែម្ដងជាពិសេសនោះបាទគឺតាក់ទងទៅនឹងទឹកជំនន់តាក់ទងទៅនឹងរញ្ជួយដីតាក់ទងទៅនឹងដីស្រុតបាទយើងឃើញថាបាទកើតមានឡើងជាបន្តបន្ទាប់ហើយឥឡូវនេះបាទក្រុងបាងកកក៏កំពុងតែប្រឈមទៅនឹងបញ្ហានៃការបំពុលខ្យល់មានន័យថាខ្យល់ដកដង្ហើមនៅទីក្រុងបាងកកបាទគឺពោពេញទៅដោយជាតិពុលនិងភាគល្អិតបាទដែលធ្វើឲ្យប៉ះពាល់បាទទៅដល់សួតដល់សុខភាពរបស់ប្រជាជនហើយកន្លងទៅនេះបាទក៏មានបាតុភូត